តោះយើងបន្តកែលម្អិតផបោកស្វីតថ្នាក់ទី11ទៀតនេះបើយើងរៀននៅកម្រិតខ្ពស់ឬក៏សភៅភាគ2នឹងជួបវាលម្អិតប្រភេទហ្នឹងអញ្ចឹងដូច្នេះ SN គឺផលបូក1គុណនឹង4ណា1គុណនឹង4បូកជាមួយនឹង2គុណឲ្យ7បូកជាមួយនឹង3គុណឲ្យ10បូកជាមួយនឹង n គុណឲ្យ 3n បូកជាមួយនឹង1ចឹង SN គឺវាស្មើទៅនឹងផលបូកណាផលបូកគឺយើងសរសេរ sigma ពីការស្មើ1ដល់ n នៃ3ជំទប់នៃការកតាឲ្យ3ការបូក1យើងយកតម្រងទូទៅតម្រងចុងក្រោយណាពីរត់ការស្មើ1ដល់ n បើការស្មើ1មែនបើការស្មើ1វា1គុណឲ្យ1 3ម្ដង3ថែម1 4ណាវាចូលតម្រងទី1ផលបូកមកទូការស្មើ2បូកបន្ថែមទៀតណាវា2គុណឲ្យ2ម្ដង6ថែម1 7ណាវាចូលផលបូកទូទី2ថែមទៀតណាជាងមកការស្មើ3នឹងចូលដល់ទូទី3ហ្នឹងហោហើយនឹងចូលដល់ប៉ុណ្ណឹងវិញណាជាងយើងសេជាផលបូកប្រុសរូបមន្តយើងមានណាផលបូកដូច្នេះ SN របស់យើងគឺវាអាចស្មើទៅនឹងយើងកុំមើលនេះគឺវាស្មើដើមវិញទេគឺយើងមើលតែប៉ុណ្ណេះបានហើយខ្ញុំបង្ហាញតែប៉ុណ្ណេះណាឥឡូវខ្ញុំលុបអានេះចោលពុំលុបអានេះចោលណាយើងអាចសេប៉ុណ្ណឹងមកយើងស្មើតទៀត sigma ពីការស្មើ1ដល់ n យើងគុណការចូលយើងបាន3ការការ៉េបូកការណាចឹងស្មើទៅនឹងយើងមានរូបមន្តរបស់យើងរូបមន្ត sigma ពីការស្មើ1ទៅដល់ n នៃការការ៉េគឺស្មើទៅនឹង n កតាឲ្យn បូក1កតាឲ្យ 2n បូក1នៅលើ6ណាគឺស្មើប៉ុណ្ណឹងផលបូកនេះគឺអាចស្រាយបញ្ជាក់បានបើសិនជាចង់ស្រាយចាំខ្ញុំស្រាយឲ្យខ្ញុំមានពេលខ្ញុំស្រាយឲ្យវីដេអូបន្ទាប់ក៏អាចរៀនស្រាយឬក៏ស្រាវជ្រាវផ្នែកបន្ថែមអញ្ចឹងវាស្មើ sigma ពីការស្មើ1ដល់ n នៃ3ការការ៉េបូកជាមួយទៅនឹង sigma ពីការស្មើ1ដល់ n នៃការនេះយើងអាចបបែកអាបូកនឹងគុណ sigma ចូលបាននេះលក្ខណៈនៃ sigma ណាអញ្ចឹងដូច្នេះស្មើទៅនឹងអានេះគឺរូបមន្តវាគឺស្មើនេះណាហ្នឹងគឺយើងអាចស្រាយបញ្ជាក់បានមាន3កតា3គុណឲ្យណាមាន3ជាមេគុណ n បូក1កតាឲ្យ 2n បូក1នៅលើ6បាទបូកជាមួយអានេះខ្ញុំបានស្រាយនៅវីដេអូមុនគឺថាវាស្មើទៅនឹង n កតា n បូក1នៅលើ2ហ្នឹងគឺបានស្រាយហើយព្រោះយើងអត់ទាន់មើលទៅមើលវីដេអូពីម្សិលមិញបានអញ្ចឹងស្មើទៅនឹងអានេះ3សំនួរ6គឺ2ណា n កតា n បូក1តាពី n បូក1លើ2ណាបូក n កតា n បូក1លើ2ដូច្នេះអានេះភាពបែង2ដូចគ្នាយើងអាចដាក់ភាពបែងរូបបានអានេះក៏មាន n បូក1អានេះក៏មាន n បូក1គឺយើងអាចទាញ n បាទ n កតា n បូក1ណាខ្ញុំនិយាយថា n កតា n បូក1មិនត្រូវមិន n តែបូក1ទេព្រោះវាមាន n មួយទៀតដែលដូចគ្នាណាជាង n កតា n បូក1ចាប់ជាកតានេះសល់ 2n បូក1អានេះចាប់ចេញអស់លេងណាសល់1ណាសល់1បាទបូក1ណាបូកជាមួយនឹង1លើ2ដូច្នេះស្មើទៅនឹង n កតា n បូក1កតាឲ្យ 2n បូក1បូក1 2ណាលើ2ដូច្នេះយើងអាចចាប់2ចេញក្រៅបានទេសល់ 2n កតា n បូក1កាលណាចាប់2ទៅសល់ n បូក1ដែរណានៅលើ2ដូច្នេះយើងគឺធ្វើការសម្រួល2នេះចោលសល់ n
តែ n បូក1គុណនឹង n បូក1នេះ n បូក1ការ៉េហ្មងទៅណាហ្នឹងហើយអញ្ចឹងផលបូកហ្នឹងគឺស្មើ n កតា n បូក1អូការ៉េយើងអាចទីផ្ទាត់បានអាហ្នឹងអត់មានពិបាកថាគាត់ថាអូប៉ុណ្ណឹងត្រូវខុសទីផ្ទាត់មកបើ n ស្មើ1 s 1ត្រូវអត់វា1គុណឲ្យ1បូក1 2ការ៉េ4ណាវាត្រូវនឹងផលបូកមកទូដបូងបើ n ស្មើ2 n ស្មើ2 n ស្មើ2 s 2ស្មើទៅនឹង2កតាឲ្យ2បូក1អូការ៉េស្មើ2គុណឲ្យ3ការ៉េអញ្ចឹងវាស្មើ9គុណឲ្យ2ស្មើ18ណាកូនសិស្សតំណឹងគាត់ច្រឡំបន្តិចតែ18វាមិនស្មើ2គុណឲ្យ7តែ14អានេះគឺផលបូក2ទូដបូងណាផលបូក2ទូដបូងគឺយើងយក f2 គឺ2ទូដបូងបូកចូលគ្នា4បូកជាមួយនឹង7 2 14គឺ18គឺស្មើ s f2 អញ្ចឹងយើងឃើញថាផ្ទៃផ្ទាត់អត់ f2 យើងនេះស្មើ18ណា f2 គឺជាផលបូក2ទូដបូងមិនមែនផលបូកនៅទូទី2ទេគឺជាផលបូកនៃស្វីត2ទូដបូងណា sn គឺ n ទូដបូងអញ្ចឹងគឺផ្ទៃផ្ទាត់ពិតមែនអញ្ចឹងមានចម្លើយយើងគឺត្រឹមត្រូវអញ្ចឹងវាមានចំណុចបន្ថែមបងប្អូនអាច comment សួរបន្ថែមបានព្រោះនឹងបោះស្រាយជូនបងប្អូនអរគ្នា